ឥឡូវនេះគឺយើងត្រៀមធ្វើការឈូសសេរីរាង្គបន្តិចមុននឹងឲ្យជាងធ្វើការឡើងថាសឆ្នៃឡើងវិញណាបងប្អូនអរគ្នាតោះឥឡូវហ្នឹងគឺយើងចាប់ផ្ដើមហើយឥឡូវគឺយើងចាត់ការយើងសេរីរាង្គបន្តិចណាបងប្អូនអរគ្នាគឺយើងសេរីធ្វើម៉េចឲ្យតែចេញរាង្គ3ជ្រុងមកគឺយើងអត់ហ៊ានឈូសអស់សាច់ច្រើនទេព្រោះអីយើងខ្លាចខាតសាច់ការ៉ាត់ដែរណាបងប្អូនឥឡូវហ្នឹងគឺយើងគ្រាន់តែឈូសធ្វើម៉េចឲ្យចេញជារាង្គ3ជ្រុងតាមពិតទៅត្បូងមួយគ្រាប់នេះគឺរៀងខ្លួនគេនឹងសឹកតែចង់ចេញ3ជ្រុងហើយបងជាងមុនគាត់អត់ធ្វើទៅរៀង3ជ្រុងគាត់សុខចិត្តធ្វើរៀងស្លឹកពោវិញតែឥឡូវនេះខ្ញុំត្រូវតែសេរីទៅរៀង3ជ្រុងណាបងជាមើលតើឆ្នៃរួចតើស្អាតប៉ុណ្ណាខ្ញុំនឹងថតជូនបងទស្សនាភាសាទៀតអរគុណ